ប៉ិតស៊ុបកាពះជ្រូកក៏ងាយស្រួលធ្វើមែនតើហើយថែមទាំងអាចធ្វើបានច្រើនទម្រង់ទៀតផងចង់លាយមាន់ក៏បានចង់ធ្វើតែកាពះជ្រូកសុទ្ធក៏បានដែរគ្រឿងផ្សំវិញក៏កាន់តែងាយអត់ពិបាករកទេនៅតាមទីផ្សារលើសវោលក់ខ្លាំងណាស់ថ្ងៃនេះខ្ញុំធ្វើស៊ុបកាពះជ្រូកលាយជាមួយនឹងមាន់ខ្មៅដើម្បីបំបត្តិក្លិនកាពះជ្រូកបានល្អខ្ញុំបានលាងកោសរំអិលចេញជាច្រើនទឹកហើយទើបលាងវាជាមួយនឹងអំបិលនិងម្សៅលាងកាន់តែច្រើនកាន់តែស្អាតហើយដាំទឹកស្រុះវាដោយដាក់ខ្ទឹមសនិងម្រេចចូលបន្តិចយើងគ្រាន់តែស្រុះវាបំបត្តិក្លិនទេដើម្បីយកមកលាងសម្អាតម្ដងទៀតហើយកោសនៅផ្នែកណាដែលវាមិនទាន់ស្អាតល្អកុំស្ងោរវារហូតដល់ផុយឬឆ្អិនខ្លាំងបន្ទាប់មកខ្ញុំកាត់វាជាចំណិតបែបនេះខ្ញុំប្រើមាន់ស្រែមាន់នេះមាន់របស់ប៉ាខ្ញុំចិញ្ចឹមទេវាកាត់ខ្មៅតិចតិចគ្រឿងផ្សំបន្ទាប់បន្សំទៀតហ្នឹងមានគ្រាប់គូជីមានពទ្រាក្រហមមានគ្រាប់ឈូកហើយនឹងមានត្រាវក៏មានខ្ញីនិងខ្ទឹមសដែរប៉ុន្តែបានថតគ្រឿងផ្សេងទៀតនេះគឺយើងលាងសម្អាតទឹកឲ្យស្អាតតិចទៅព្រោះខ្លាចវាជាប់ដីបន្ទាប់មកស្រង់វាទុកមួយឡែកចាក់ខ្លាញ់ចូលបន្តិចដាក់ខ្ញីដែលហាន់ចំណិតហើយនឹងខ្ទឹមដែលដំបំបែកនឹងចូលហើយក៏ចាក់សាច់មាន់ចូលផងដែររំលីងវាឲ្យដាច់ទឹករួចចាក់ទឹកចូលដាក់គ្រាប់ឈូកពទ្រាក្រហមដាក់ម្សៅស៊ុបអំបិលនិងប៊ីចេងបន្តិចខ្ញុំអត់ប្រើស្ករទេព្រោះថាពទ្រាក្រហមនិងគ្រាប់គូជីហ្នឹងវាមានជាតិផ្អែមបន្ទាប់ពីរងាស់សាច់មាន់ឆ្អិនប្រហែលជា10នាទីដាក់កាពះជ្រូកចូលបន្តរងាស់វារហូតតតែកាពះជ្រូកហ្នឹងរាងផុយទើបដាក់ត្រាវចុងក្រោយបន្ថែមគ្រាប់គូជីចំពោះស៊ុបនេះរងាស់យូរឬឆាប់អាស្រ័យទៅលើសាច់មាន់ដែលបងប្អូនប្រើសាច់មាន់ហ្នឹងស្វិតឬមួយក៏សាច់មាន់ហ្នឹងឆាប់ផុយហើយប្រភេទកាពះជ្រូកនឹងចូលចិត្តបែបច្របឬមួយក៏ចូលចិត្តបែបផុយខ្លាំងស៊ុបនេះត្រូវញ៉ាំក្តៅហើយចុងក្រោយដាក់ម្រេចឬជីវ៉ាន់ស៊ុយតាមចំណូលចិត្ត